សួស្តីបងប្អូនសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាយជាថ្មីម្ដងទៀតហើយមកកាន់ Channel ខ្ញុំបាទសាយជាថ្មីនេះគឺខ្ញុំបាទបាននាំចំណេះដឹងមួយមកចែករំលែកដល់បងប្អូនផងដែរហើយចំណេះដឹងនៅទីសោតគឺតាក់ទងនឹងការយើងបិទផ្លាកលេខម៉ូតូឬក៏ឡានកុំឲ្យគេស្គាល់បងប្អូនណាអញ្ចឹងភាគច្រើនបងប្អូនមើលតាមបណ្ដាញសង្គម Facebook ឬក៏តាម YouTube ផ្សេងជាពិសេសគឺអ្នកកសែតជាដើមកាលណាបើសិនគេផ្ដិតយកព័ត៌មានអីមួយកាលណាបើមានឈាមមានអីគេត្រូវតែបិទឈាមហ្នឹងឲ្យគេមិនឲ្យឃើញទេបងប្អូនជាពិសេសអាក្រាតកាយអាក្រាតអីហ្នឹងយើងត្រូវបិទកុំឲ្យគេឃើញកាលណាបើឃើញក្រុមហ៊ុន Facebook គេនឹងប្លុកយើងគេនឹងreject Facebook យើងចោលបងប្អូនណាអញ្ចឹងធ្វើឲ្យ Facebook យើងខូចអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើនៅក្នុងកម្មវិធីវីដេអូ marker បងណាវីដេអូ marker នេះអាលើគេនេះបងប្អូនសញ្ញាកាមេរ៉ាហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់មានកម្មវិធីហ្នឹងបងប្អូនចូល download មកនៅក្នុង Play Store របស់យើងសម្រាប់ទូរស័ព្ទ Android ហើយសម្រាប់ទូរស័ព្ទ iOS គឺបងប្អូន download នៅក្នុង App Store បងប្អូនណាអញ្ចឹងយើងចូលមក Play Store មកសម្រាប់ទូរស័ព្ទ Android បន្ទាប់មកទៀតយើងចុចប៊ូតុង Search ខាងក្រោមហ្នឹងបន្ទាប់មកយើងចុច Search វាយើងវាយពាក្យថា Video Marker នេះលើគេមុន Marker សម្គាល់ហ្នឹងបងប្អូនចុចអាហ្នឹងមក Search វាមកនេះបងប្អូននេះកម្មវិធីនេះមានកាមេរ៉ានេះកាមេរ៉ាមកស្ដាំដៃបងប្អូនបត់មកស្ដាំដៃហ្នឹងអញ្ចឹងយើងចុច Open វាមកអញ្ចឹងកម្មវិធីហ្នឹងគឺខ្ញុំបានរួចរាល់ហើយបងប្អូនណាខ្ញុំបានdownរួចរាល់ហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ down គឺវាមានពាក្យថា download នៅកន្លែងប៊ូតុងធៀវមួយនេះបងប្អូនណាអញ្ចឹងខ្ញុំមានហើយខ្ញុំគាត់តែចុចតែ Open ហ្នឹងជាការស្រេចបន្តមកទៀតយើងចុចNew Project នេះ New Project ហ្នឹងមកបន្តមកទៀតយើងយក photo ក៏បាន video ក៏បានដែរបងប្អូនអានឹងដូចគ្នាទាំងអស់បងប្អូនការបិទដូចគ្នាអញ្ចឹងខ្ញុំយក photo មួយដើម្បី photo រូបឡាននេះហើយបន្តមកទៀតយើងចុច tick មកសញ្ញាក្រហមហ្នឹងវាមកបងប្អូនណានេះផ្លាកលេខជំងងួរបន្តមកយើងទាញវារៀងវែងតិចមកបងប្អូនណាប៉ណ្ណឹងចុះអញ្ចឹងធ្វើយ៉ាងណាដើម្បីយើងបិទផ្លាកលេខនឹងបានកុំឲ្យគេឃើញផ្លាកលេខហ្នឹងកុំឲ្យគេស្គាល់បងប្អូនណាកុំឲ្យគេស្គាល់ផ្លាកលេខអញ្ចឹងបងប្អូនចូលពាក្យថា sticker បងប្អូននេះបងប្អូនចូលពាក្យថា sticker មកនេះបន្ទាប់មកវាមានច្រើនណាបងប្អូនណា sticker វាមានច្រើនណានេះអញ្ចឹងបងប្អូនយកមួយណាក៏បានដែរបងប្អូនណា sticker អញ្ចឹងខ្ញុំយកមួយបងប្អូនយករូបអីក៏បានដែរបងប្អូនឲ្យតែយើងបាំងផ្លាកលេខនឹងបានបងប្អូនណាឲ្យនឹងបាំងផ្លាកលេខនឹងបានអញ្ចឹងខ្ញុំយកអាក្រហមពណ៌នេះចុះឃើញវាមកបងប្អូនណាតោះមកយើងពង្រីកវាមកពង្រីកវាមកពង្រីកតែប៉ុណ្្នឹងមកបងប្អូនហើយយើងទាញវាមកបងប្អូននេះទាញវាឲ្យស្មើនឹងរូបយើងមកទាញវាស្មើមកបងប្អូនបន្ទាប់មកយើង play វាមកឃើញទេគឺយើងបិទបានបងប្អូនណាយើងបិទកុំឲ្យគេឃើញផ្លាកលេខបងប្អូនណាហើយអញ្ចឹងយើងពង្រួមវាបន្តិចទៀតមកកុំឲ្យវាធំពេកតែប៉ុណ្្នឹងគេលែងស្គាល់ហើយបងប្អូនណាប៉ុណ្្នឹងគេលែងស្គាល់ហើយបើយើងចង់បិទទាំងអស់តែមកក៏បានព្រោះយើងទាញរៀងធំបន្តិចមកយើងបិទទាំងអស់អញ្ចឹងគឺគេធ្វើបែបហ្នឹងបងប្អូនណាគឺវីដេអូនិងរូបថតគឺដូចគ្នាទាំងអស់បងប្អូនណាវីដេអូនិងរូបថតក៏ដូចគ្នាយើងធ្វើដូចគ្នាអញ្ចឹងបងប្អូនណាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលា
ទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Subscribe សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំបាទមួយផងនិងជួយ share វីដេអូហ្នឹងទៅដល់បងប្អូនផ្សេងទៀតដែលគាត់មិនទាន់បានដឹងឲ្យគាត់បានដឹងផងបងប្អូនណាហើយសូមអរគុណនិងសូមជម្រាបលា